The but fighting, please come and listen to Kontama rule from the referee, Mr. Sri Sopir. This sport is fighting in 5 rounds of Kun Khmer martial arts, 3-minute fight and 2-minute break. ទស្សនការប្រកួតដាប់ទី1នៅក្នុងប្រភេទទម្ងន់ធ្ងន់69គីឡូក្រាមបាទចំហញាប់ដូចគ្នាមិនរំពឹងទេថាគូនេះអាចនឹងចប់ទឹកបាទនៅតែដល់ចូលទាត់ក្រោមមួយជើងទាត់ក្រោមមួយជើងទៀតរបស់បាទបែនកាថ្នោតដល់ឆ្វេងស្ដាំរបស់សំខាន់ជុំគង់ស្ដាំរបស់សូមហានពុកកៃស្ដាំរបស់សំខាន់កៃស្ដាំរបស់បែនកាថ្នោតវ៉ាវបាទមិនទាត់បាន30វិនាទីស្រួលមួយផងបាទកែងទៅមកបែនកាអាថ្នោតជាមួយនឹងសបហានបាទអញ្ចឹងបានថាតំងន់អូទាត់ឆ្វេងមួយជើងរៀងចង់រេទាត់ឆ្វេងមួយជើងរបស់សបហានទៅលើបែនកាអាថ្នោតដល់ចូលជាបន្តអូយដល់ចូលទៀតទាត់ឆ្វេងស្ដាំបាទដៃរបស់សបហានលឿនទាត់ឆ្វេងមួយទៀតអត់អីទេថាស្ដាំចូលផ្ទៃមុខឬត្រេដល់ឆ្វេងស្ដាំចូលពេញឆ្វេងស្ដាំចូលពេញយកក្រោកខាងណាឆ្វេងស្ដាំចូលពេញពីសបហានទៅលើបែនកាអាថ្នោតបាទបញ្ឈប់តែម្ដងមកដៃរបស់សបហានលឿនមែនទែនវ៉ាវអូយបាទការប្រកួតអន្តរជាតិរបស់បែនកាអាថ្នោតបាទទៅលើសង្វៀនប៊ូស្រ្តងបាទមិនបានផលល្អទេបាទមានហូលហិតចេញបន្តិចផងបាទយ៉ាងណាមិញបាទយើងចាំមើលបាទលោកគ្រូពេទ្យរបស់សហព័ន្ធប្រដាល់គុនខ្មែរកំពុងតែសង្គ្រោះបាក់ធំបាទទៅដល់កីឡាកររបស់យើងនេះរូបភាពយឺតបាទចូលមកជើងមកជ្រឹងឲ្យស័យឲ្យរៀងរេបន្តមកស្ដាំចូលពុញទៅម្ដងអូហូយបាទធ្ងន់មកដៃស្ដាំនេះហើយបាទធ្វើឲ្យប៉ែនកាអាថ្នោតបាទបាត់បង់ស្មារតីតែម្ដងបាទមាត់មិនជាចំមាត់ចកាក៏មិនចំចកាតែម្ដងដែររៀងនៅស្ទើរពាក់កណ្ដាលបាទអូបាទតាមរយៈផ្ដួលគូប្រកួតឲ្យសន្លប់នៅក្នុងទឹកទី1ជ័យជំនះបានទៅលើកីឡាករបង្គោលខៀវ